ខ្ញុំសូមលើកចំណុចមួយគឺតាក់ទងនឹងប្រាក់ឈ្នួលគោលបាទប្រាក់ឈ្នួលគោលនេះគឺថាមិនថាតែវិស័យទេសចរទេវិស័យផ្សេងកំពុងតែមានបញ្ហាដូចគ្នាបាទដោយសារពួកគាត់ទទួលបានប្រាក់ឈ្នួលទាបបាទមិនថាវិស័យទេសចរមិនថាវិស័យកាត់ដេរសំណង់អីទេគឺថាមានប្រាក់ឈ្នួលទាបហើយបើយើងមើលទៅថាគាត់ចាយបានអ្នកខ្លះគាត់សួរថាចុះចេះតែត្អូញអញ្ចឹងឃើញគាត់នៅតែធ្វើការខ្ញុំថាធ្វើការបានគាត់នៅតែធ្វើការគាត់ចាយបានប៉ុន្តែគាត់ចាយសល់ថ្ងៃអត់ចាយសល់លុយទេចាយសល់ថ្ងៃចុងខែនេះគឺថាចាប់ផ្ដើមខ្ចីបលគេយកមកចាយបន្តទៀតអញ្ចឹងហើយសួរថាយើងម្នាក់ជាកម្មករនេះហ៊ានបញ្ជូនកូនឲ្យទៅរៀនសាលាល្អដូចគេដែរហ៊ានទេបងប្អូនបាទហ៊ានទិញសម្លៀកបំពាក់ថ្លៃទេហ៊ានទៅហូបចូលហាងហូបអាកន្លែងហាងធំឲ្យថ្លៃឆ្ងាញ់ដែរអត់ទេណាបាទដោយសារប្រាក់ខែយើងវាតិចអញ្ចឹងបងប្អូនចង់បានប្រាក់ខែប្រាក់ឈ្នួលបងប្អូនឲ្យបានរស់នៅសមរម្យដែរអត់ចង់ទេបើចង់លើកដៃមួយមើលបាទអ្នកអត់លើកដៃអត់ចង់បានទេណាសុំទោសនិយាយលេងអញ្ចឹងឥឡូវនេះយើងត្រូវដោះស្រាយបញ្ហាប្រឈមទាំងអស់នោះដោយវិធីណាបងប្អូនគិតមើលតើយើងត្រូវដោះស្រាយយ៉ាងម៉េចយើងគ្រាន់តែនិយាយជួបជុំគ្នាថ្ងៃមួយឧសភាហើយយើងទៅផ្ទះវិញធ្វើការធម្មតាឬយ៉ាងម៉េចណាបងប្អូនមានគិតថាត្រូវវិធីដោះស្រាយបែបម៉េចសម្រាប់ខ្ញុំជួនជាយោបល់បងប្អូន2ចំណុចដើម្បីដោះស្រាយបញ្ហាដែលយើងស្រែកកោកនេះទី1យើងមើលតើនៅក្នុងប្រជាជាតិកម្ពុជានឹងមានសហជីពប្រមាណបាទមានសហជីពប្រមាណយើងបង្កើតសហជីពតិចបំផុតមានតិចបំផុតសួរតែយើងអាចមានសម្លេងក្នុងការទៅតំណាងឲ្យកម្មករទៅចរចាប្រាក់ឈ្នួលគ្រប់វិស័យបានអត់បានទេបាទអានឹងហើយជាបញ្ហាមួយទៀតខ្ញុំគិតថាអ្វីដែលបងប្អូនទាមទារអត់ទាន់បានតើបងប្អូនធ្វើម៉េចទៀតបាទបងប្អូនត្រូវតែបន្តទាមទាររឿងអញ្ចឹងឯងមកជួបជុំគ្នានៅកន្លែងនេះឬនៅកន្លែងណាក៏ដោយយើងនៅតែបន្តនិយាយផ្ញើសារទៅដល់រដ្ឋាភិបាលដើម្បីឲ្យគាត់ដោះស្រាយបញ្ហាពួកយើងមិនចឹងទេ